ជំរាបសួរបងប្អូនចឹងនេះខ្ញុំមកចែកចម្លែកបងប្អូនបន្តពីរបៀបសិក្សាស្វែងយល់អក្សរប៉ារ៉ែលដែលជាអក្សរសម្រាប់ជនដែលមានពិការភាពផ្នែកហ្នឹងសិក្សាអញ្ចឹងជនពិការភាពផ្នែកគាត់អាចរៀនជាអក្សរនេះចូលទៅប្រើប្រាស់នៅក្នុងវិស័យអប់រំចាប់ពីកម្រិតបឋមអនុវិទ្យាល័យរហូតសាកលវិទ្យាល័យដល់អនុបណ្ឌិតអីជាដើមចឹងថ្ងៃនេះខ្ញុំនឹងចែករំលែកបងប្អូនបន្តនៅអក្សរឈរម្សិលមិញនេះខ្ញុំចែករំលែកដល់អក្សរជអញ្ចឹងរំលឹកបន្តិចអក្សរជរបស់យើងគឺយើងដើម្បីសរសេរឲ្យទៅជាអក្សរប៉ារ៉ែលបានគឺយើងត្រូវចុចចំណុច6ចូលបន្ទប់ទី1ទៀតយើងចុចចំណុច2ចំណុច4ចំណុច5គឺយើងប្រើ2បន្ទប់មានន័យថាចំណុច6 2 4 5នៅក្នុងបន្ទប់ទី2 2 4 5នោះប្រើក្នុងបន្ទប់ទី2តោះអញ្ចឹងនេះខ្ញុំមកបង្ហាញអក្សរថ្មីមួយទៀតគឺអក្សរឈរនេះកន្លែងដៃខ្ញុំនេះអញ្ចឹងអក្សរឈរគឺរៀងបែបហ្នឹងដល់ពេលយើងសរសេរឲ្យចេញរៀងបែបហ្នឹងបានគឺយើងត្រូវចុចចំណុច6ហើយចូលបន្ទប់មួយទៀតមកយើងប្រើចំណុច3ចំណុច4ចំណុច6មានន័យថាយើងប្រើ2បន្ទប់ទី1គឺយើងចុចចំណុច6បន្ទប់ទី2គឺយើងចុចចំណុច3ចំណុច4ចំណុច6 6 3 4 6នេះហៅថាអក្សរឈរតោះឥឡូវខ្ញុំអនុវត្តការសរសេររបស់បងប្អូនបន្តិចនេះឧបករណ៍ Slate ដែលឧបករណ៍សម្រាប់សរសេរអក្សរអញ្ចឹងយើងចុចចំណុច6រំលឹកខ្ញុំអត់បានបញ្ជាក់ឡើងវិញនៅ6ចំណុចទេដោយសារតែខ្ញុំបានបញ្ជាក់ច្រើនវីដេអូហើយដែរអញ្ចឹងខ្ញុំចាប់ផ្ដើមអនុវត្តការសរសេរខ្ញុំជាអ្នកយកតែម្ដងអញ្ចឹងយើងចុចចំណុច6មកចូលបន្ទប់ទី2គឺយើងចុចចំណុច3ចំណុច4ចំណុច6អញ្ចឹងយើងចុចអញ្ចឹងដូចគ្នាមកតោះឥឡូវខ្ញុំបើករបស់បងមើលបន្តិចថាដូចគ្នាអត់នេះតែខ្ញុំមកសេមុននោះហាសឈោតោះឥឡូវយើងមកផ្ទៀងផ្ទាត់មើលជាមួយនឹងសិភៅពុំរបស់ក្រសួងអប់រំនេះសិភៅនេះគឺយើងចម្លងចេញអំពីសិភៅថ្នាក់ទី1របស់ក្រសួងអប់រំហើយបោះពុំទៅជាអក្សរប៉ារ៉ែលអញ្ចឹងចង្អុលដៃខ្ញុំខាងស្ដាំនេះខ្ញុំបង្ហាញនេះគឺនៅលើសិភៅពុំសិភៅគំរូដល់ពេលខាងឆ្វេងនេះខ្ញុំសរសេរមុនហ្នឹងអញ្ចឹងដូចគ្នាអញ្ចឹងសរុបមកវិញអក្សរឈររបស់យើងទៅជាអក្សរប៉ារ៉ែលគឺយើងត្រូវប្រើចំនួន2បន្ទប់ទី1គឺយើងចុចចំណុច6បន្ទប់ទី2គឺយើងចុចចំណុច3ចំណុច4ចំណុច6 6 3 4 6នេះគេហៅថាអក្សរឈរជាអក្សរប៉ារ៉ែលអញ្ចឹងវីដេអូនេះខ្ញុំមានប៉ុណ្ណឹងសម្រាប់ចែករំលែកថ្ងៃនេះជួបខ្ញុំនៅវីដេអូក្រោយអរគុណច្រើនជម្រាបលា